តែខ្ញុំចង់បានវិឡាបងឯងគួរតែសង់វិឡាឲ្យខ្ញុំដូចគេដែរទៅល្អម្លេះទេប្តីអើយចូលក្នុងផ្ទះទៅប្តីខ្ញុំមិនដឹងថាត្រូវណែនាំយ៉ាងណាទេតែថាបងឯងមានលុយដែរទេមុនចូលក្នុងហាងចង់បានសម្លៀកបំពាក់របស់គេនោះរៀងចំណោប្រាំងទឹកភ្លៀងស្រិចកំពុងតែស្រក់ចុះពីលើមេឃខណៈដែលកង់ធាក់ទៅមុខជារឿយអ្នកដែលជិះពីក្រោយក៏បានបន្លឺឡើងតើពេលណាទៅដល់ផ្ទះជិះតកង់វិលជុំនៅតែនឹងជួនធ្លាក់ច្រវាក់ជួនកាលបែកឆ្នន់កង់ទៀតបន្តិចទៀតដល់ផ្ទះហើយអូនទ្រាំបន្តិចទៅកង់កាចាស់របស់បងមិនអាចធ្វើឲ្យអូនហោះបានមែនតែវាអាចធ្វើឲ្យអូនបានទទួលបរិយាកាសប្លែកឃើញទេទឹកភ្លៀងវាស្រក់មកជោកជាំលើយើងឲ្យយើងកំសាន្តជាមួយវាអូនឃើញអត់ថាវាធម្មជាតិប៉ុណ្ណាដែលយើងបានជិះកង់បែបនេះបានអញ្ចឹងមែនគឺលក់ឡានលក់ម៉ូតូទិញកង់ជិះគ្រប់គ្នាបាត់ហើយមិនមែនម្នាក់គេខំប្រឹងរលុយដើម្បីទិញមធ្យោបាយធ្វើដំណើរឲ្យរហ័សទាន់ចិត្តនោះទេអូនធ្វើមើលតែបងចង់ជិះកង់កាចាស់នេះរហូតអញ្ចឹងតែបងត្រូវសន្សំប្រាក់ដើម្បីឲ្យថ្លៃជាងផ្ទះដែលគេធ្វើផ្ទះឲ្យយើងបើយើងឲ្យគេធ្វើផ្ទះតទេដោយមិនបងប្រាក់សោះគេអាចប្តឹងយើងហើយតាំងកាទេទៅបានឡានជិះនឹងគេទេខ្ញុំអើយទៅទីក្រុងជិះឡានរហូតសោះហ្នឹងតើនងជាស្អីវិញហ៎អូនគិតថាជារុយមែនខ្ញុំចង់បានឡានផ្ទាល់ខ្លួនបងឯងអត់យល់ទេផ្ទះធ្វើចិត្តរួចហើយយើងត្រូវការតែបងលុយឲ្យជាងបង្ហើយនោះទេកុំតន់គិតរឿងឡានអីណាជិះកង់សិនទៅវាមិនធ្វើឲ្យអូនអត់បាយស្លាប់ទេត្រឹមតែជិះកង់សោះអ្នកក្នុងភូមិយើងតើអ្នកណាដែលលក់ផ្ទះទិញឡាននោះអូនឈប់និយាយហើយនិយាយមិនអាចចូលគ្នាសោះកង់របស់ប្រាំងបានធ្វើដំណើរមកដល់ផ្ទះវីឡាមួយដែលជាងកំពុងតែរៀបចំបោះសម្អាតដល់ផ្ទះយើងហើយស្អែកយើងអាចរើមកនៅក្នុងផ្ទះនេះបានហើយទ្រាំតែបានចូលមកនៅត្រូវប្រើពេលចាំយ៉ាងយូរស្របពេលជាមួយគ្នានោះមេកាម៉ៅសំណង់ក៏បានមករាក់ទាក់ជាមួយអ្នកទាំងពីរសួស្ដីប្អូនប្រុសផ្ទះប្អូនស្អែកអាចចូលមកស្នាក់នៅបានហើយបានអរគុណបងណាស់ដែលខំបង្កើនការធ្វើឲ្យលឿនយ៉ាងនេះវាជាតួនាទីរបស់ពួកបងស្រាប់ទៅហើយដើម្បីតម្រូវការរបស់អតិថិជនឲ្យកាន់តែទាន់ចិត្តណាអូនទៅមើលក្នុងផ្ទះទៅចំណោះចូលទៅពីណាត់នៅក្នុងផ្ទះភ្លាមតែម្ដងខ្ញុំឲ្យប្រាក់បងបង្ហើយតែម្ដងស្អែកយើងលែងបានជួបគ្នាទៀតហើយធ្វើការងារឲ្យប្អូនឯងស្រួលណាស់មានបាយទឹកសម្រាប់ពួកបងទៀតអូព្រោះពួកបងធ្វើការហន់ខ្ញុំគ្រាន់តែធ្វើតាមតួនាទីតែប៉ុណ្ណោះនេះជាប្រាក់បង្ហើយអរគុណហើយប្អូនបាទនាថ្ងៃបន្ទាប់ផ្ទះប្រាំងនិងជំនួក៏បានរៀបចំដាក់សែនផ្លែឈើព្រមទាំងនិមន្តព្រះសង្ឃមកសូត្រមន្តនៅផ្ទះដូចគ្នានាពេលថ្ងៃត្រង់ពិធីបានបញ្ចប់ទៅមិត្តភ័ក្តិរបស់ពួកគេក៏បានមកលេងដល់ផ្ទះគេទៅតែឡើងផ្ទះថ្មីផ្ទះស្អាតទៀតបងឯងឃើញដែរទេថាគេប៉ិនសំលុយយ៉ាងណាគេការក្រោយយើងទេតែគេសល់ផ្ទះវិឡាប៉ុណ្ណានៃទៅហើយអូនកុំររឿងបងមើលយើងមកផ្ទះមិត្តភ័ក្តិមកអបអរគ្នាកុំនាំរឿងនៅក្នុងផ្ទះគេដែលទៅចូលនៅថ្ងៃដំបូងណាអ្នកទាំងអស់គ្នាអង្គុយលេងសិនទេប្រពន្ធខ្ញុំយកចំណីមកឲ្យហូបហើយយើងកុំតែនិយាយរឿងអីផ្សេងអីនិយាយតែរឿងសប្បាយបានហើយប្រពន្ធយើងតែអញ្ចឹងកុំប្រកាន់អីណាមិនឲ្យនិយាយគឺមិនបានទេព្រោះតែបងឯងមិនដូចគេសោះកុំប្រកែកជាមួយប្តីអីហូបនំនឹងទឹកតែសិនទេណែខ្ញុំក៏មិនពេញចិត្តប្តីខ្ញុំដែរគាត់មិនព្រមទិញឡានទិញម៉ូតូល្អដូចគ្នារាល់ថ្ងៃនេះណាជិះតែកង់កាចាស់ម៉ូតូកាចាស់ទេអូនសំខាន់យើងមានផ្ទះនៅសិនចេញពីពុកម៉ែយើងមកហើយយើងត្រូវតែធ្វើផ្ទះនៅដោយខ្លួនឯងមិនចង់ពឹងលើគាត់ទៀតទេប្តីអូនឯងនិយាយត្រូវហើយយើងរៀបការរួចហើយគួរតែចេញមកនៅដោយឡែកពីគាត់កុំនៅជាមួយគាត់នាំតែទើសទាល់ប្តីប្រពន្ធយើងទេខ្ញុំទ្រាំក៏បានយ៉ាងហោចណាស់ក៏បានចេញមកនៅខាងក្រៅហើយឯងចេញមកនៅជាមួយប្តីឯងដែលមានប្តីចេះកិត្តគូតែប្តីខ្ញុំវិញពិបាកកិត្តឲ្យគូមិនត្រូវទេគឺងងឹតឆឹងតែម្ដងកុំនិយាយអញ្ចឹងអីថ្ងៃនេះនៅបាយល្ងាចនៅផ្ទះខ្ញុំហើយចាំបន្តិចចាំទៅវិញណា
នាពេលរាត្រីបានឈានចូលមកដល់ចរិយានិងប្តីរបស់នាងបានចាក់ចេញពីផ្ទះមិត្តភ័ក្តិរបស់នាងនាពេលជិះម៉ូតូតាមផ្លូវចរិយាក៏បានសួរទៅកាន់ប្តីថាយើងគួរតែធ្វើផ្ទះថ្មវិឡាដូចគេទៅបងខ្ញុំលែងចង់នៅផ្ទះឈើរបស់យើងទៀតហើយ ហើយយើងបានលុយមកពីណាយកទៅធ្វើផ្ទះវិឡាដូចជាគេផ្ទះរាល់ថ្ងៃនៅបានសោះហ្នឹងណាចង់បានអីទៀតអូន តែខ្ញុំចង់បានផ្ទះថ្មវិឡាល្អទុកបង្អួតអ្នកភូមិបងឯងមិនឮទេអីថាអ្នកភូមិសរសើរប្តីប្រពន្ធនោះគ្រប់គ្នា គ្រាន់តែគេទៅសើសោះមិនបាច់ទៅចាប់អារម្មណ៍អីទេគេទៅសើតែគេទៅយើងមានផ្ទះនៅហើយតើមានបាយហូបដូចគ្នាគេទៅសើមែនតែគេអត់មានបានមកចិញ្ចឹមយើងទេអូនឯងគិតតែចង់ឲ្យបងធ្វើយ៉ាងម៉េចទៀតណារាល់ថ្ងៃនេះយើងនៅបែបយើងគេនៅបែបគេ តែខ្ញុំចង់បានវិឡាបងឯងគួរតែសង់វិឡាឲ្យខ្ញុំដូចគេដែរទៅ អូនឯងមានលុយតម្កល់ទុកប្រមាណលានហើយបានជាចង់ឲ្យបងធ្វើភ្លាមទៀមទាផ្លេតដូច្នេះយើងនៅបែបនេះមិនខូចខាតទ្រព្យសម្បត្តិអ្នកណាផងតើអូនមិនសុខចិត្តអីទៀត មិនសុខចិត្តទេព្រោះតែខ្ញុំត្រូវការបដូរលំនៅឋានថ្មីបងឯងគួរតែយល់ហើយ ចិត្តដល់ផ្ទះហើយបងអត់តាមចិត្តអូនទេមិនបាច់និយាយពីរឿងហ្នឹងទៀតទេ អត់ក៏អត់ទៅអញ្ចឹងប្តីប្រពន្ធអ្នកទាំងពីរបានចូលទៅក្នុងផ្ទះផ្លេតតែម្ដងថ្ងៃត្រង់ចំណូលបានទិញផ្កាជាច្រើនផើងមកដាំនៅមុខផ្ទះខណៈដែលអ្នកភូមិជីឆ្លងកាត់បានឈប់ហើយនឹងបានស្រែកសួរ មីអូនអើយទៅធ្វើផ្ទះរួចរៀបចំដាំផ្កាផ្លេតពិតជាអសាមែនក្មួយ ចាអរគុណណាស់ពូខ្ញុំឃើញកន្លែងនៅត្នេស្លាស់ពេកបានជាខ្ញុំទិញផ្កាយកមកដាំតែម្ដងទៅពូ មានផ្ទះស្អាតហើយថែមថយអញ្ចឹងទៀតវាកាន់តែស្អាតកាន់តែស្រស់ហើយក្មួយពូទៅស្រែសិនហើយណា ចាលីហើយពូតង់ក៏បានចាក់ចេញទៅប្តីខ្ញុំប្រកែមែនតាចេះសន្សំលុយជាងប្រពន្ធទៀតមិនមានរថយន្តទំនើបក៏អត់ទេឲ្យតែម៉ូតូជិះទៅមុខបានមានផ្ទះនៅមានបាយហូបគ្រប់គ្រាន់បានហើយស្របពេលជាមួយគ្នានោះប្តីរបស់នាងជិះម៉ូតូចាស់ទ្រុឌទ្រោមមកដល់ផ្ទះតែម្ដងប្តីខ្ញុំមកល្មមណែបងខ្ញុំទិញផ្កាយកមកច្រើនណាស់ឃើញផ្ទះស្លាស់ពេកបានជារៀបចំបែបនេះទៅ នៅផ្ទះចេះមើលដូចនេះខ្លះទៅកុំឲ្យវាស្រឡះពេកណែបងទៅផ្សារមុននេះបងឃើញខ្សែកនេះស្អាតបងក៏ទិញយកមកផ្ញើអូន ថាហើយប្រាំងបានយកខ្សែកមាស 5G ដែលខ្លួនបានទិញពីផ្សារយកមកឲ្យប្រពន្ធរបស់គេអរគុណណាស់លោកប្តីខ្សែកនេះស្អាតមែនតាខ្ញុំចូលចិត្តណាស់ បងឃើញវាតាក់ភ្នែកល្អពេកក៏នឹកឃើញប្រពន្ធដែលនៅផ្ទះ ល្អម្ល៉េះទេប្តីអើយចូលក្នុងផ្ទះទៅប្តីប្រពន្ធរៀបចំផ្លែឈើទុកឲ្យប្តីហូបនៅលើតុឯណោះណា អូនឯងបញ្ញាប់ចូលទៅក្នុងផ្ទះដែរទៅអូន ចាប្រាំងចូលទៅក្នុងផ្ទះបាត់ខណៈដែលជំនោបន្តដាំផ្ការបស់នាងទៀតនៅឯតូបលក់សាច់គោអាំងពូអ្នកលក់សាច់គោអាំងបានសួរទៅកាន់អ្នកទិញ អ្នកអើយកូនអ្នកឯងទៅម្លងផ្ទះថ្មីផ្ទះស្អាតទៀតខ្ញុំសឹងតែមិនជឿតល់តែសោះថាកូនរបស់អ្នកអាចមានលទ្ធភាពធ្វើបែបនេះបានផ្ទះគេស្អាតដាច់គេហើយមកភូមិនេះអូ កូនប្រុសខ្ញុំប្រកែសន្សំណាស់មិនបាច់ឆ្ងល់អ្វីច្រើនទេមនុស្សប្រកែសន្សំគឺឆាប់ឃើញផលណាស់តែបើចាយខ្ជះខ្ជាយវិញហើយមិនសូវចេះសន្សំនោះទៅជារឿងដែលពិបាក អ្នកនិយាយក៏ត្រូវដែរព្រោះតែប្រកែសន្សំដូចគ្នាទើបអាចសល់លុយកាក់ឆាប់បានទិញរបស់ទ្រព្យទុក កូនខ្ញុំតាំងតែពីក្មេងមកម្លេះចាយសន្សំសំចៃណាស់ខ្ញុំជាម្ដាយនៅតែមិនអាចធ្វើបានដូចផង អ្នកចិញ្ចឹមកូនបានល្អណាស់ខ្ញុំទៅសើអ្នកហើយសាច់គោអាំង10ចង្កាក់របស់អ្នកបានហើយណា ខ្ញុំទៅសិនហើយអ្នក បាទអញ្ជើញចុះអ្នក ប្រាំងបានជិះម៉ូតូចាស់ទ្រុឌទ្រោមរបស់គេមកកាន់ហាងលក់សម្លៀកបំពាក់ខណៈដែលបុគ្គលិកដែលធ្វើការនៅទីនេះមិនបានរាក់ទាក់ជាមួយគេឡើយ ខ្ញុំចង់បានអាវ2 3តាហាងបាត់ហើយនៅអូន ហាងចិត្តបាត់ហើយតើមានការអ្វីទៀតដែរទេ ខ្ញុំចង់មើលអាវ2 3អាវខ្ញុំចិត្តដល់ថ្ងៃមង្គលការគេហើយអូនឯងមានអាវណាថ្មីដែលទៅមកដល់ហើយចង់ណែនាំដល់បងដែរទេ ខ្ញុំមិនដឹងថាត្រូវណែនាំយ៉ាងណាទេតែថាបងឯងមានលុយដែរទេមុនចូលក្នុងហាងចង់បានសម្លៀកបំពាក់របស់គេនោះ បើបងចូលកន្លែងគេបងត្រូវតែមានលុយឲ្យគេហើយ
បើគ្មានលុយទេបងមិនចូលនាំទៅឲ្យអ្នកលក់ពិបាកសួរនាំទេ ប្រកាសឬអត់ថាមានលុយគ្រប់គ្រាន់ទិញសម្លៀកបំពាក់នៅកន្លែងខ្ញុំនេះ មិនអីទេបើប្អូនចង់លក់បងមានតែទៅវិញតែប៉ុណ្ណោះ ច្បាស់ជាអត់លុយហើយបានជាទៅវិញអញ្ចឹងនោះមិនបាច់លេងស្ទាយបែបនេះទេខ្ញុំដឹងអស់ហើយថាមកពីអត់លុយទិញនោះ គិតបែបណាក៏បានដែរព្រោះវាជាគំនិតរបស់ប្អូនបងមិនហាមឃាត់អីទេណាបងលាសិនហើយតែកុំចេះទៅវាយតម្លៃមនុស្សពេកណាបើប៉ះអ្នកផ្សេងគេមិនអាចនៅស្ងៀមបែបនេះទេតែប៉ះបងមិនរករឿងទេព្រោះមនុស្សយើងមានអត្តចរិតជាមួយការអប់រំនិយាយស្ដីវាមិនដូចគ្នាទេ ថាចប់ហើយគេក៏បានចាក់ចេញពីហាងលក់សម្លៀកបំពាក់បាត់ទៅឲ្យបាត់ទៅម៉ូតូកាចាស់បែបនេះគ្មានលុយទិញសម្លៀកបំពាក់នៅក្នុងហាងខ្ញុំធ្វើការឡើយប្រាំងមកដល់ផ្ទះវិញប្រពន្ធរបស់គេក៏បានសួរឡើងបងមិនមកវិញដៃតេអត់មានស្អីអញ្ចឹងណែឯណាសម្លៀកបំពាក់របស់បងនោះ បងមិនបានទិញទេស្អែកចាំទៅជាមួយបងទៅម្នាក់ឯងបងមិនចេះទិញសោះ ចាំស្អែកទៅពីរអ្នកក៏បានដែរណានាថ្ងៃបន្ទាប់ប្តីប្រពន្ធអ្នកទាំងពីរបានដើរផ្សារជាមួយគ្នារំពេចនោះមិត្តចាស់ដែលធ្លាប់រៀនជាមួយប្រាំងស្រាប់តែពោលឡើងខណៈដែលគេកំពុងតែឈរលក់ខ្ចៅ អាប្រាំងងាប់ហើយឯងតែងខ្លួនអីអញ្ចឹងខោមិនខោអាវមិនអាវឯងតែងខ្លួនបែបនេះមកផ្សារធ្វើអីមកសុំទានគេមិនមែន និយាយស្ដីមើងងាយប្តីខ្ញុំណាអញគ្មានសិទ្ធអីមកមើងងាយចំពោះប្តីខ្ញុំទេ មិនឲ្យខ្ញុំថាឲ្យវាយ៉ាងម៉េចមើលការស្លៀកពាក់របស់វាមើលសាកវាអង្គុយនៅលើដីមើលបើគេមិនដាក់លុយឲ្យផ្លែតឥឡូវហ្នឹង សំដីអត់មេបាព្រានបដៅឬក៏ព្រានបដៅឲ្យឯងមិនស្ដាប់ទេឯងនិយាយបែបនេះគឺមើងងាយគេពេកហើយឆាប់សុំទោសប្តីខ្ញុំភ្លាមទេ អូនបានហើយមិនបាច់រវល់ទេបើបងស្លៀកពាក់បែបហ្នឹងមែនឲ្យគេនិយាយទៅព្រោះនៅក្នុងឆាកជីវិតគេមិនបានរស់នៅមានសេចក្តីសុខនោះទេបានជាគេទៅជាមួយនឹងជីវិតអ្នកដទៃដូច្នេះបើមនុស្សរស់នៅមានសេចក្តីសុខនៅក្នុងជីវិតគេមិនខ្វល់ខ្វាយពីជីវិតអ្នកណាទេមិនថាអ្នកដទៃមានបានឬក៏ខ្លាយទៅជាអ្វីទេគេនឹងរស់នៅប្រកបដោយការយោគយល់ចំពោះមនុស្សជុំវិញខ្លួន មិនរវល់ទេក៏បានបើខ្ញុំបានឃើញមុខឯងម្ដងទៀតឬក៏បានលឺសម្ដីអត់អំណោយទានរបស់ឯងតែម្ដងទៀតណាខ្ញុំនឹងថាឯងឲ្យជ្រុះធ្គាមហើយឯងមើងងាយគេជ្រុលណាថាហើយប្តីប្រពន្ធអ្នកទាំងពីរក៏បានដើរចាក់ចេញបាត់ទៅ ខ្ញុំនិយាយលេងសើចសោះចាំបាច់ខឹងធ្វើអីបើខ្លួនឯងមិនមែនបែបហ្នឹងផង ចេញពីផ្សារមកដល់ផ្ទះចំណូលបានចូលសម្លៀកបំពាក់ថ្មីដែលប្តីមិនសូវបានពាក់យកមកឲ្យរូគេណែពាក់វាទាំងអស់នេះទៅហើយក៏ឲ្យដល់ប្រឡាក់រហិចនោះចោលវាទៅ តែបងទុកពាក់ទៅស្រែទៅចំការបើពាក់ខោអាវថ្មីទៅវាគង់តែប្រឡាក់ដដែលហ្នឹងដូច្នេះហើយបងពាក់អាវចាស់នេះតែម្ដងទៅកុំឲ្យវាប្រឡាក់ច្រើនអី បងអញពាក់ខោអាវដែលនៅចំពោះមុខនេះទៅកុំពាក់ខោអាវដែលប្រឡាក់នេះចេញទៅក្រៅទៀតអីមនុស្សសម័យនេះមើងងាយអ្នកដទៃណាស់គ្រាន់តែសម្លៀកបំពាក់បែបនេះរួមជាមួយសម្ភារៈនិយមខាញ់ប្រើរបស់ណាមិនតំណងដឹងតែមើងងាយហើយ អូខេចាំបងធ្វើតាមប្រពន្ធបងចុះកុំឲ្យប្រពន្ធបងឈឺចិត្តទៀត គេមើងងាយប្តីនៅចំពោះមុខប្រកាសជាឈឺចិត្តអញ្ចឹងហើយតើប្រពន្ធណាទ្រាំបាននោះ បានបងនឹងមិនធ្វើឲ្យប្រពន្ធបងបាក់មុខទៀតនោះទេបងសន្យាជាមួយអូន ចាត្រូវតែធ្វើឲ្យបានយើងមិនអួតទេតែយើងក៏មិនត្រូវឲ្យអ្នកណាម្នាក់មកមើងងាយយើងដូចគ្នាយើងជាមនុស្សគេក៏ជាមនុស្សដែររស់នៅបត់បែនតាមកលៈទេសៈរបស់យើងដូចគ្នា បាទប្រពន្ធ ប្តីក៏បានធ្វើតាមសម្ដីប្រពន្ធដោយមុនចេញទៅណាតែងតែស្លៀកពាក់តាមប្រពន្ធចាត់ចែងព្រោះថាអ្នកដែលមិនដឹងឃើញពីការធ្វើដំណើររបស់ប្តីប្រពន្ធពួកគេចេះតែសើចតែពេលមកឃើញផ្ទាល់ដល់ផ្ទះសើចលេងសំគឺខ្មាស់យោតែម្ដងមិញអាណិតក្មួយប្រុសណាស់កុំតាក់ទងនាងអីព្រោះនាងជាមនុស្សមិនល្អទេបើមានចិត្តមកប៉ាត់យើងអាចនឹងជួបគ្នាម្ដងទៀតដែរទេបងនៅរងចាំខ្ញុំទេ ហើយរឿងប្តីកូនបំភ្លេចចោលទៅគេទៅបានសុខហើយណាកូនរឿងនិស័យជាមួយអ្នកមុនគឺផុយស្រួយនៅក្នុងមន្ទីរពេទ្យ ប្តីប្អូនគេផុតហើយចូលរួមសោកស្ដាយផងណាប្អូនស្រី មិនប៉ាត់ទេមិនប៉ាត់ឡើយបងមកវិញមកប្តីរបស់នាងបានបាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍
មួយខែក្រោយមកនាពេលព្រឹកឡើងមេឃធ្លាក់ភ្លៀងយ៉ាងខ្លាំងប្រណាំងជាមួយសម្លេងទ្រហោយំរបស់គ្រួសារដែលទៅតែបាត់បង់សមាជិកគ្រួសារទៅរយៈពេលមួយខែទៅហើយឡាណាអង្គុយលើគ្រែអោបរឹកថតប្តីដែលបានចាក់ចេញទៅចោលនាងហេតុអីក៏បងដាច់ចិត្តយ៉ាងនេះទៅចោលប្រពន្ធរបស់បងដែលទៅតែសន្យាជាមួយគ្នាថាពួកយើងនឹងមានគ្រួសារដែលមានសុភមង្គលជាមួយគ្នានោះអីនាថ្ងៃរសៀលមេឃចាប់ផ្ដើមរាំងភ្លៀងឪពុកម្ដាយរបស់នាងបានមករកនាងដល់ផ្ទះមីអូនសុកទុកយ៉ាងណាទៅហើយកូនល្មមកាត់ចិត្តទៅកូនអើយប្តីកូនគេទៅបានសុកហើយធ្វើមិនទេបើកូនទាំងពីរនៅជាមួយគ្នាបានត្រឹមតែប៉ុណ្ណេះកាត់ចិត្តទៅកូនពិភពលោកនេះមិនមែនមនុស្សតែម្នាក់ទេកូនធ្វើបែបនេះប្រៀបបីដូចជាធ្វើបាបខ្លួនឯងនឹងធ្វើឲ្យពុកម៉ែពិបាកជាមួយកូនដែរហើយព្រោះរវល់តែព្រួយបារម្ភពីកូនតើមានពេលឯណាបំពេញការងាររកស៊ីនោះពុកគិតថាកូនគួរតែសម្រាកទៅដើម្បីសុខភាពរបស់កូនបើសុខភាពកូនមិនល្អពុកម៉ែនឹងពិបាកចិត្តដូចគ្នាណាកូនពុកម៉ែឈប់បារម្ភពីខ្ញុំទៅព្រោះថាខ្ញុំមិនអីទេខ្ញុំអាចមើលថែខ្លួនឯងបានកូនសម្រាកចុះបើមានបញ្ហាអីកូនប្រាប់ពុកម៉ែណាចាប់ពុកឪពុកម្ដាយរបស់នាងបានចាក់ចេញពីផ្ទះរបស់នាងនាពេលរាត្រីមេឃភ្លៀងធ្លាក់យ៉ាងខ្លាំងឡាណាបានអាំងដំឡូងនៅមុខផ្ទះខណៈដែលអ្នកជិតខាងរបស់នាងបានចូលមកគ្រោឡាណាមួយរយៈនេះឯងសុកទុកយ៉ាងម៉េចដែរខ្ញុំនឹងប្តីមិនសូវជាតនេបានមកសួរសុខទុក្ខឯងទេទើបតែថ្ងៃនេះបានតនេមកមើលឯងក្រែងលោកអាចជួយអីដល់ឯងបានខ្លះខ្ញុំជាមួយប្រពន្ធឃើញអ្នករាប់អានគ្នាបែកបាក់គ្រួសារហើយពួកយើងក៏មិនសប្បាយចិត្តដូចគ្នាដែរបើមានការអីឯងអាចពឹងពាក់ប្តីប្រពន្ធខ្ញុំបានពួកយើងជួយឯងបានជានិច្ចណាខ្ញុំមិនអីទេមនុស្សដែលចាក់ចេញទៅហើយគ្មានថ្ងៃវិលត្រឡប់វិញឡើយខ្ញុំក៏មានតែកាត់ចិត្តពីគាត់អរគុណអ្នកទាំងពីរដែលបានមកសួរសុខទុក្ខណែហូបដំឡូងជាមួយគ្នាសិនទៅពេលប្តីខ្ញុំនៅរស់គាត់តែងតែដុតដំឡូងហូបជាមួយខ្ញុំពេលដែលមេឃរាំងភ្លៀងតាមមើលទៅឯងមិនតន់យល់ព្រមថាកាត់ចិត្តពីគាត់ទេតែណាហើយចុះរឿងបែបនេះគ្មានអ្នកណាអាចធ្វើបានភ្លាមទេពួកយើងនឹងជួយឯងជានិច្ចណាបើសិនជាឯងត្រូវការអីនោះអរគុណហើយមែនហើយពួកយើងទៅផ្ទះវិញហើយណាថាចប់ប្តីប្រពន្ធទាំងពីរក៏បានចាកចេញទៅនាថ្ងៃបន្ទាប់ដែលត្រូវជាថ្ងៃសិលឡាណាមកវត្តប្រគេនចង្ហាន់ព្រះសង្ឃរួចនាងបានជ្រោចទឹកនៅក្រោមដើមឈើសូមឲ្យអ្វីដែលខ្ញុំបានធ្វើទាំងប៉ុន្មាននេះសូមឲ្យបានទៅដល់បងផងចុះព្រោះខ្ញុំធ្វើទាំងអស់នេះគឺដើម្បីតែបងប៉ុណ្ណោះស្របពេលជាមួយគ្នានោះអ្នកកំឡោះម្នាក់បានមកជ្រោចទឹកនៅក្រោមដើមឈើតែមួយជាមួយនឹងនាងឡាណាផងដែរម៉ែពងខ្ញុំមកវត្តធ្វើបុណ្យឧទ្ទិសកុសលដល់ម៉ែពងទោះបីជាប្រមាណឆ្នាំនេះពុកម៉ែបានឃ្លាតឆ្ងាយពីខ្ញុំក៏ដោយខ្ញុំរស់នៅម្នាក់ឯងឯកាគ្មានពុកម៉ែហៅដូចគេតែខ្ញុំក៏មិនខឹងពុកម៉ែដែរព្រោះពុកម៉ែមិនមានបំណងចាក់ចេញពីខ្ញុំលឿនដូចគ្នាអត់ទៅបងប្រុសមកធ្វើបុណ្យឲ្យពុកម៉ែដែលចែកឋាននោះមែនទេបានមែនហើយមានការអីមែនទេចុះអូនវិញមកធ្វើបុណ្យឧទ្ទិសឲ្យអ្នកណាដែរខ្ញុំមកធ្វើបុណ្យឧទ្ទិសកុសលឲ្យប្តីដែលគាត់បានចែកឋានមួយរយៈមុននេះមិនគួរណាប្តីឆាប់ចែកឋានចោលទាំងនៅវ័យក្មេងបែបនេះទេចូលរួមសោកស្ដាយផងណាចាខ្ញុំលឺហើយថាចប់នាងក៏បានចាកចេញទៅជីវិតរលត់រំទៀងមែនមិនគួរណាប្តីចាកលោកចោលទាំងវ័យក្មេងដូចនេះទេបន្ទាប់ពីចាក់ចេញពីវត្តប្រសូតមកដល់ផ្ទះវិញខណៈដែលម្ដាយមីងរបស់គេបានមកសួរនាំភ្លេណែក្មួយមកពីវត្តវិញហើយអីណែមីងមានរឿងមួយមកសួរក្មួយតែមិនដឹងថាក្មួយព្រមទទួលឬក៏អត់ទេព្រោះវាជារឿងដែលមីងបានលាក់ទុកយូរហើយតាំងតែពីពុកម៉ែក្មួយមិនទាន់ចែកឋានម្លេះមានរឿងអីមីងនិយាយមកខ្ញុំរងចាំស្ដាប់ណែដីស្រែក្មួយនៅខាងលិចជាប់ស្រែមីងនោះណាក្មួយឯងដែរទៅមើលឬអត់ប្រយ័ត្នផងទៅណាក្មួយកុំឲ្យអ្នកណាមកយករបស់យើងទៅវាស់វែងហើយធ្វើប្លង់យើងឲ្យស្រួលបួលទៅក្រែងថាអ្នកខ្លះមកបន្លំជញ្ជក់ឈាមពីយើងយកទៅធ្វើជារបស់គេពេលម៉ែឪក្មួយនៅគេមិនហ៊ានតែពេលដែលម៉ែឪក្មួយទៅបាត់អាចនឹងគេឆក់យកបានណាបាទមីងចាំខ្ញុំទៅមើលប្រហែលជាមិនអីទេព្រោះប្លង់នៅជាមួយខ្ញុំម៉ែពុកគាត់ចាត់ចែងទុកឲ្យខ្ញុំបើមិនមាននរណាយកប្លង់ពីខ្ញុំទៅប្រហែលជាមិនអីទេកុំចេះតែមិនអីមាត់ឯង
តែត្រូវទៅមើលឲ្យឃើញចាក់ស្ដែងនឹងភ្នែកហើយរៀបចំប្លង់ដីឲ្យបានត្រឹមត្រូវទៅ បាទមីងចាំខ្ញុំទៅមើលការខុសត្រូវអរគុណឲ្យមីងដែលបានមកប្រាប់ខ្ញុំ មិញមកប្រាប់ប៉ាព្រោះក្មួយនៅម្នាក់ឯងមិនចង់ឲ្យអ្នកផ្សេងមកដណ្ដើមរបស់ក្មួយទេពិសេសគឺសាច់ឈាមឯងតែម្ដង បាទមីងខ្ញុំនឹងទៅមើលថែអ្វីដែលជារបស់ខ្ញុំ នាថ្ងៃបន្ទាប់ប្រសូតបានជិះម៉ូតូសម្ដៅទៅស្រែរបស់គេដែលពេលទៅតាមផ្លូវគេក៏បានជួបនឹងឡាណាដែលខូចម៉ូតូនៅតាមផ្លូវ អូនម៉ូតូអស់សាំងឬក៏ខូចអីមែន អីម៉ូតូខ្ញុំជិះលេងទៅមុខហើយមិនដឹងថាកើតអីទេ ចាំបងជួយមើលឲ្យចុះ ថាហើយប្រសូតបានជួសជុលម៉ូតូឲ្យនាងតតែជិះបានវិញ អូនឯងសាកជិះទៅឲ្យឆ្ងាយមើលបើមិនមកបងអូសយកទៅកន្លែងជាងឲ្យគេជួសជុលឲ្យ ខ្ញុំគិតថាអាចជិះវិញបានហើយណាបងអរគុណហើយណាដែលបានជួយខ្ញុំ បានមិនបាច់គួរសមទេចាំជួបគ្នាថ្ងៃក្រោយទៀតណា ចាជួបគ្នាថ្ងៃក្រោយបើមានឱកាសនោះខណៈដែលឡាណាបំរុងនឹងជិះម៉ូតូចេញទៅហើយតែមានអ្នកផ្សេងទៀតបានជិះមកកាត់ហើយបានឈប់ងក់នៅក្បែរពួកគេប្តីស្លាប់ទៅតែបានមួយខែតែមកតាក់ទងជាមួយប្រុសថ្មីបាត់អាណិតប្តីឯងណាស់ដែលមានប្រពន្ធដូចជាឯងនោះខ្ញុំក៏កាត់ដូចម៉ែដែរមិនគួរណាប្រពន្ធបងដងជាមនុស្សស្រីបែបនេះទេគាត់ស្លាប់មិនទាន់បានក្តៅភ្នោផងប្រពន្ធគាត់បែរជាមានអ្នកផ្សេងហើយអាណិតគាត់ហួសថ្លែងទុកចិត្តមនុស្សបែបនេះមិនបានទេមុខមាត់ស្លូតតែចរិតវិញអត់ស្លូតនោះទេហើយប៉ិតជាមិនគួរឲ្យរាប់អានមែនម៉ែពួកយើងទៅវិញទៅប្រាប់អ្នកផ្សេងឲ្យគេបានដឹងថានាងជាមនុស្សស្រីបែបណា មីងឈប់សិនមីងកុំតន់បង្កចលាចលអីប្រុសថ្មីស្អីខ្ញុំមិនដឹងរឿងទេខ្ញុំគ្រាន់តែជិះឆ្លងកាត់មកហើយក៏ឃើញប្អូនខាងនេះខូចម៉ូតូខ្ញុំគ្រាន់តែជួយអន្តាខ្ញុំមិនមែនជាប្រុសរបស់អ្នកណាទេមីងកុំអាលវាយតម្លៃមនុស្សត្រឹមតែការឃើញប៉ុណ្ណោះបានទេមីងគួរតែសួរនាំសិនគួរណាគិតតែនិយាយដោយមិនសួរអញ្ចឹងទេ ឲ្យសួរបែបណាទៀតបើច្បាស់ផ្ទាល់នឹងភ្នែកបែបនេះអាអូនណាអាអូនខ្លាចអន់មែនបានជាប្រឹងរកលេះមិញអាណិតក្មួយប្រុសណាកុំតាក់ទងនាងអីព្រោះនាងជាមនុស្សមិនល្អទេបើជាមនុស្សល្អមិនមែនប្តីស្លាប់ចោលមិនស្រក់ទឹកភ្នែកសូម្បីតែមួយតំណក់នៅថ្ងៃបុណ្យសពប្តីនោះទេអ្នកណាក៏គេនិយាយដែរព្រោះមនុស្សនេះជាមនុស្សដែលមិនចេះស្ដាយស្នងអ្នកណាក្រៅពីខ្លួនឯងឡើយណែខ្ញុំប្រាប់យកទៅបន់ទេមិននិយាយអីក៏បានព្រោះតែមិញមិនមែនជាខ្ញុំមិញមិនអាចមកធ្វើជាខ្ញុំទេប្តីខ្ញុំស្លាប់ខ្ញុំមិនស្រក់ទឹកភ្នែកនៅរោងបុណ្យតែមិញមកបានតែមួយផ្លេតមិញក៏មិនដឹងដែរពីរឿងរ៉ាវដែលនៅពីក្រោយនេះថាខ្ញុំកាត់អីខ្លះព្រមមិញបានត្រឹមតែនិយាយមកត្រឹមតែរូបភាពបន្តិចហើយក៏ចាប់ផ្ដើមអង្គចលាចលដូចជាទឹកបាក់ដំណប់ខ្ញុំវិញទេដែលអាណិតមិញនឹងកូនមិញនោះដែលគ្មានអីក្រៅពីជជែកវែកញែកពីរឿងរបស់អ្នកភូមិមិញនឹងខ្ញុំគង់ទៅជួបគ្នានៅផ្ទះមេភូមិទេកុំចេះតែនិយាយទាំងដែលមិនឃើញអស់មិនដឹងបានច្រើនដោយពាក្យគេថាចេះមិនដោះឆ្ងល់មិនកើតចេះមិនបាន10តែខ្លាញ់ធ្វើជាចេះដល់100តាំងខ្លួនជាបណ្ឌិតវោហាបកអ្នកមិនដឹងបងខ្ញុំលាសិនហើយអរគុណដែលបានជួយនោះថាចប់នាងក៏បានចាក់ចេញទៅភ្លាមនាងមកវិញមកអូយថាឲ្យយើងដើរជាមនុស្សចាស់ណាឆាប់មកវិញឲ្យលឿនឡើងម៉ែនាងទៅដល់ជើងមេឃឥឡូវហើយទៅធ្វើជាស្រែកហៅ ខ្ញុំប្រាប់មីងណាខ្ញុំជាមួយប្អូនបាញ់មិញមិនមានអីជាមួយគ្នាទេខ្ញុំគ្រាន់តែជាអ្នកឆ្លងកាត់ហើយជួយមីងគិតលើមនុស្សខុសហើយខ្ញុំជម្រាបលា ប្រសូតបានចាក់ចេញទៅម្នាក់ទៀតមិនបាច់ជម្រាបលាស្អីទេយើងមិនចង់ទទួលមកធ្វើឲ្យយើងក្តៅក្រហាយទៅពីរអ្នកតែម្ដងម៉ែទៅផ្ទះទៅកុំនៅស្រែកនៅនឹងទៀតអីនាពេលរាត្រីបានឈានចូលមកដល់ឡាណាជួលរុកថតប្តីព្រមទាំងបន្លឺឡើងបងឆាប់ទៅចោលខ្ញុំពេកបងធ្វើឲ្យខ្ញុំនៅផ្ទះមួយនេះម្នាក់ឯងកុំព្រាយដូចខ្លាញ់ដាច់ខ្សែអញ្ចឹងបើមានចិត្តមកប៉ាត់យើងអាចនឹងជួបគ្នាម្ដងទៀតដែរទេបងនៅរងចាំខ្ញុំទេមួយសប្តាហ៍ក្រោយមកឡាណាបានមកដល់ផ្ទះឪពុកម្ដាយរបស់នាងមកលេងផ្ទះម៉ែពុកខ្លះបែបនេះក៏ល្អដែរណាកូនកុំសំងំនៅតែផ្ទះខ្លួនឯងពេកនាំតែ stress ទេម៉ែឃើញកូនឯងមកលេងបែបនេះពុកម៉ែសប្បាយចិត្តណាស់ណាកូនហើយរឿងប្តីកូនបំភ្លេចចោលទៅគេទៅបានសុខហើយណាកូនចាំម៉ែខ្ញុំនឹងព្យាយាមកាត់ចិត្តបំភ្លេចគាត់ព្រោះមនុស្សដែលទៅហើយបើសោះតែអនុស្សាវរីយ៍ចាស់ៗដែលល្អៗជាមួយគ្នាតែប៉ុណ្ណោះកូនឯងនិយាយត្រូវព
ព្រោះមនុស្សយើងបើនៅតែចង់ផ្អើបទុកយូរមិនអាចរស់នៅលើផែនដីនេះបានយូរទេទាល់តែស្រស់ស្រាយទើបអាចរស់នៅសម្លឹងមើលពិភពលោកនេះបានយូរបាន ចាប់ពុកខ្ញុំនឹងធ្វើតាមសម្ដីពុកម៉ែឡាណាចេញពីផ្ទះឪពុកម្ដាយដើរកាត់តូបចាប់ហួយនាងក៏បានឮសំឡេងលហៀងពីសម្ដីអ្នកចិត្តខាងលូអ្នកងួនថានាងមានប្រុសថ្មីទាំងតែប្តីទៅតែស្លាប់មិនទាន់ក្តៅភ្នោផងខ្ញុំវិញក៏សឹងតែមិនជឿដូចគ្នាព្រោះមើលមុខស្លូតអញ្ចឹងសោះមិនសមណាធ្វើទាំងវើបែបនឹងដាក់ប្តីទេប្តីទៅតែទៅមិនទាន់បាន2ខែទេមានប្រុសផ្សេងបាត់មុខស្ងោដូចមាន់ស្ងោមិនប្រកាសថាស្លូតបូតដូចអីដែលយើងគិតឡើយពិបាកមើលណាស់មនុស្សសម័យឥឡូវមើលត្រឹមតែមុខមិនដឹងទេតើទៅមើលតាមរយៈទង្វើរបស់គេនាពេលរាត្រីឡាណាបានរៀបចំសម្លៀកបំពាក់ដាក់ក្នុងវ៉ាលីមិត្តភ័ក្តិរបស់នាងក៏បានបន្លឺឡើងឯងចង់ទៅមែនក៏អីទៅទីក្រុងមិនដូចស្រុកយើងទេយើងគ្មានញាតិមិត្តនៅទីនោះឡើយណាអូនកុំនិយាយអញ្ចឹងមិត្តភ័ក្តិអូនទៅរកអ្វីដែលថ្មីនឹងសាងជីវិតថ្មីនៅទីនេះនឹងកាន់តែធ្វើឲ្យមិត្តភ័ក្តិអូនឯងរងនៅសម្ពាធទៅវិញទេមិត្តភ័ក្តិឯងស្ដាប់សម្ដីអ្នកភូមិធ្វើអីអ្នកភូមិទាំងនោះបានតែមួយឆៅទេតែបន្តិចទៀតនឹងសាបទៅវិញហើយជាពិសេសឯងមិនមែនជាមនុស្សបែបនោះផងឯងជាមនុស្សស្មោះស្ម័គ្រជាមួយប្តីណាគេចេះតែមានមាត់វែងអត់បានការមនុស្សបែបនេះបានតែទៅពីខ្ចែងតាចេះដឹងរឿងគេណាជាងសម័យខ្លួនគេទៀតជ្រុលបានតែមាត់អេកអូតតែមិនដែលបានជួយស្អីខ្ញុំទៅធ្វើការនៅទីនេះមិនសូវមានអីធ្វើឡើយម្យ៉ាងពុកម៉ែខ្ញុំចាស់ហើយខ្ញុំចង់ចិញ្ចឹមគាត់ឲ្យគាត់បានហូបឆ្ងាញ់យើងនឹងជួយមើលថែពុកម៉ែឯងណាកុំបារម្ភអីទៅចុះជូនពោឯងឲ្យបានជួបអ្វីដែលថ្មីសម្រាប់ជីវិតរបស់ឯងឡាណាបានចាក់ចេញពីស្រុកកំណើតទៅកាន់ទីក្រុងដើម្បីធ្វើការងារដែលខ្លួនជំនាញការនាងមិនទាន់រៀបការមកដល់ទីក្រុងបាន1ឆ្នាំនាងបានទទួលការងារដែលខ្លួនជំនាញជាចុងភៅនៅក្នុងហាងអាហារមួយកន្លែងនាពេលយប់យន្តដល់ម៉ោងដែលចេញទៅផ្ទះនាងបានបើករថយន្តមកជិតដល់ផ្ទះស្នាក់របស់នាងទៅហើយតែរំពេចនោះនាងបានឃើញមនុស្ស2នាក់វាធ្វើបាបលើបរិសម្នាក់ពេលឃើញឡានមកបរិស2នាក់នោះក៏បានរត់ចែកជើងគ្នាតែម្ដងហេគាត់ចាំមិនហើយបងប្រុសបងចាំមិនហើយក្រោករួចដែរទេបថោអើយសន្លប់បាត់ហើយថាហើយនាងក៏បាននាំបរិសនោះទៅជាមួយតែម្ដងនៅក្នុងបន្ទប់មកដូចជាធ្លាប់ស្គាល់ឬមួយក៏បងប្រុសមួយអីដែលធ្លាប់ជួយខ្ញុំកាលពេលដែលខ្ញុំនៅស្រុកតាអូតាមពិតបងប្រុសមួយអីដែលធ្លាប់ជួយខ្ញុំកាលពេលខ្ញុំនៅស្រុកតាស្របពេលជាមួយគ្នានោះប្រសូតក៏បានដឹងខ្លួនចំខ្ញុំនៅណាអញ្ចេះបងនៅក្នុងបន្ទប់របស់ខ្ញុំហេតុអីក៏មកដល់ទីនេះមិនបានជាត្រូវគេធ្វើបាបអញ្ចឹងខ្ញុំទៅមិនចេញពីធ្វើការខ្ញុំមិនដឹងទេថាពួកនោះវាចេញមកពីណាមកដល់វាយយើងយកដូចជាមានគំនុំជាមួយគ្នាតាំងពីពេលណាមកអញ្ចឹងបងសម្រាប់នៅទីនេះសិនចុះចាំស្អែកព្រឹកចាំចាក់ចេញទៅហើយចុះមកចូលបាយធ្វើដំណើររបស់បងវិញនោះបងធ្វើដំណើរដោយអីឡានបងវាខូចបងដើរថ្មើរជើងព្រោះកន្លែងធ្វើការចិត្តផ្ទះតែដឹងអីមកជួបប្រភេទអមនុស្សបែបហ្នឹងតែពួកគេជាមនុស្សតើបងបើសិនជាមនុស្សគេមិនមែនមកដល់វាយអ្នកដទៃដោយគ្មានមូលហេតុទាំងដែលមិនធ្លាប់ស្គាល់អញ្ចឹងទេនេះគឺពួកអមនុស្សរាតត្បាតសង្គមហើយបងប្រសពនិយាយណាសម្រាប់ឲ្យធូរសិនទៅហើយចាំស្អែកចាំទៅផ្ទះបានអរគុណណាស់លុះថ្ងៃបន្ទាប់ប្រសូតបានចាក់ចេញទៅផ្ទះរបស់គេខណៈដែលឡាណាបានទៅធ្វើការរបស់នាងដូចគ្នាហើយពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរតែងតែបានជួបគ្នាបណ្ដាលឲ្យពួកគេបានបង្កើតទំនាក់ទំនងជាមួយគ្នាដោយការមើលចិត្តគ្នារយៈពេល4ខែដែលអ្នកទាំងពីរទាក់ទងគ្នាពួកគេបានទៅវត្តធ្វើបុណ្យជាមួយគ្នានេះថ្ងៃសិលពងម៉ែទោះខ្ញុំទៅដល់ទីណាក៏ខ្ញុំមិនភ្លេចគុណពុកម៉ែដែរថ្ងៃនេះខ្ញុំមកវត្តប្រគេនចង្ហាន់រួចខ្ញុំក៏មកច្រូចទឹកហើយនឹករលឹកដល់ពុកម៉ែសូមឲ្យពុកម៉ែកើតជាតិថ្មីនៅក្នុងជីវិតដែលស្រស់ស្អាតថ្ងៃនេះជាថ្ងៃដែលយើងឃ្លាតឆ្ងាយពីគ្នា1ឆ្នាំកន្លះហើយខ្ញុំបានបើកចិត្តរាប់អានមនុស្សថ្មីហើយក៏បានសាកល្បងមើលចិត្តគ្នាជាមួយបរិសម្នាក់បងមិនថាអីទេទោះបីជាយើងតាក់ទងគ្នាតែអូនក៏នៅតែអាចឧទ្ទិសបុណ្យដែលយើងបានមកធ្វើជាមួយគ្នាឲ្យទៅប្តីអូនដែលបានចែកឋានទៅដែរ
មិនថា10ឆ្នាំទៅខាងមុខឬក៏20ឆ្នាំក៏អូននៅតែអាចរំលឹកឈ្មោះគេបានគ្រប់ពេលបងតាក់ទងជាមួយអូនបងគោរពសិទ្ធិអូនព្រោះបរិះដំបងដែលអូនស្រឡាញ់គឺជាបរិះដែលល្អចំពោះអូនហើយវាពិបាកនឹងធ្វើឲ្យអូនបំភ្លេចណាស់តែបងមិនប្រកាន់ទេបងយល់គ្រប់យ៉ាង ចាអរគុណដែលបងយល់ពីខ្ញុំតែខ្ញុំក៏មិនអាចរំលឹកពីគាត់បានរហូតដូចគ្នាព្រោះតែថ្ងៃខាងមុខគឺជាអនាគតរបស់យើងដែលត្រូវបង្កើតជាមួយគ្នាគាត់ត្រឹមតែជាបរិះដែលខ្ញុំចងចាំតែមិនអាចសាងអនាគតជាមួយគ្នាបានក៏ព្រោះតែនិស្ស័យរបស់គាត់និងខ្ញុំគឺផុយស្រួយណាស់ ជីវិតមនុស្សយើងគឺផុយស្រួយណាស់មិនអាចមើលឃើញទេរៀននិយាយល្អគិតមុននិយាយដោយការចេះកិនមនុស្សល្អរក្សាទុកមនុស្សមិនល្អស្គាល់គ្នាហើយបំភ្លេចគ្នាចោលមិនមានរឿងអីខាតទេតោះយើងទៅផ្ទះយើងវិញ ចា៎អ្នកទាំងពីរបានតាក់ទងគ្នាពេលមកដល់ទីក្រុងនេះលុះត្រឡប់ទៅស្រុកវិញពួកគេបានភ្ជាប់ពាក្យជាមួយគ្នាដោយបើកចំហឲ្យគ្រប់គ្នាបានដឹងបានឮ កូនពុកត្រូវការអ្នកលួងលោមមើលថែព្រោះថារាល់ថ្ងៃយ៉ាប់ភ្នែកមើលណាស់សក់មិនសិតមុខមិនចង់លុបខោអាវស្លៀកដដែល បងឯងជឿដែរទេពេលរឿងពោពីអ្នកដែលគាត់បាននិយាយថាប្រពន្ធទុកលុយមិនសល់នៅចាំដែរទេជំនឿរបស់គាត់នោះរឿងជំនឿអីហ្នឹងនាពេលព្រឹកព្រះអាទិត្យរះទៅតែផុតទៅក៏មានអ្នកមកដើរប្រមូលបច្ច័យតែម្ដង ចៅអើយតើមកពីឆ្ងាយដើរប្រមូលបច្ច័យដើម្បីទៅធ្វើបុណ្យផ្កានាពេលខាងមុខនេះតើចៅមានសទ្ធាជ្រះថ្លាចង់ចូលរួមដែរទេចៅ បើចៅចូលរួមអាចដាក់ក្នុងថង់យាមតាបានណាចៅដើម្បីបានតែថ្ងៃមុខកើតជាតិណាល្អទាំងព្រមមិនថារូបសម្បត្តិចរិយាសម្បត្តិទេចៅចូលមក ខណៈនោះផងដែរបរិះដែលឈរនៅនឹងមុខផ្ទះក៏បានឆ្លើយតបទៅវិញថា បាទតាចាំមួយផ្លែតសិនខ្ញុំត្រូវការសួរប្រពន្ធខ្ញុំព្រោះអីប្រពន្ធខ្ញុំជាអ្នកទុកដាក់លុយកាក់ សម័យណាទៅហើយចៅបែរជាឲ្យប្រពន្ធកាន់លុយខ្លួនឯងមិនចេះទុកដាក់ទេអីចៅយើងជាមេគ្រួសារយើងត្រូវតែគិតគូរពីរឿងនេះឲ្យបានខ្ជាប់ខ្ជួនជាពិសេសគឺរឿងលុយនេះតែម្ដងបើថាតាវិញតាមិនបដ ாய் ឲ្យប្រពន្ធជាអ្នកកាន់លុយទេវាមិនទំនងជំនឿបានប្រាប់ថាការរកស៊ីមិនឡើងទេបើមិនជឿចៅសាកធ្វើតាមទៅដឹងតែមានលុយសល់ហើយបើសិនជាយើងជាអ្នកទុកដាក់លុយកាក់ដោយខ្លួនឯងផ្ទាល់នោះ ណែយើងដើររែងអង្គាសបច្ច័យមិនមកណែនាំបដៅទូនមានគេទេកុំតែចេះដឹងរឿងគេពេកប្រយ័ត្នគេសង្ស័យ ជាការពិតមែនតើខំតែងខ្លួននឹងដូចតាមែនទែនទៅហើយប៉ុន្តែវាចេះតែជ្រុលមាត់ តាខ្សឹបខ្សៀវអីដែរខ្ញុំលឺមិនសូវជាច្បាស់សោះតើអាចនិយាយឲ្យលឺជាងនេះបន្តិចបានទេតា អូតាអត់មាននិយាយអីទេចៅចង់ចូលបច្ច័យឬក៏អត់អាចចូលបានណាចៅ ខ្ញុំចាំសួរប្រពន្ធខ្ញុំសិនព្រោះខ្ញុំត្រូវជូនប្រពន្ធទៅផ្សារដែរ ខណៈនោះប្រពន្ធរបស់គេក៏បានចេញពីក្នុងផ្ទះមកដោយកាន់កន្ត្រកនិងមូសក់រួញទៀតផង អូនថ្ងៃនេះមូសក់ប្លែកម្លេះស្អាតផុនគេនេះចេះធ្វើខ្លួនអញ្ចឹងទៅប្តីកាន់តែងប់កុំឲ្យដូចរាល់ថ្ងៃមុខមិនចង់លុបទឹកមិនចង់ងូតសក់មិនចង់សិតក្រែមក៏មិនលាបម្សៅក៏មិនផាត់ចាំតែឲ្យប្តីប្រាប់ធ្វើអញ្ចឹងទៅហំហួនណា ខ្ញុំរួចរាល់ហើយយ៉ាងទៅបាន តោះអូនតោះឃើញប្រពន្ធស្អាតប្លែកប្តីចង់វិញម្ដងទៅហើយ ចៅមិនចូលបច្ច័យសិនទេអីមុននឹងចេញទៅក្រៅតាមកចាំយូរហើយណាឃើញថាប្រពន្ធមកសួរប្រពន្ធរឿងលុយកាក់អីឥឡូវសួរទៅតានៅចាំនៅត្រង់នេះមិនបញ្ញាប់ទៅណាទេ គាត់ទាំងពីរចាំរកអីដែរទៅបង គាត់ទាំងពីរចាំប្រមូលបច្ច័យហើយបងចាំសួរអូនសិនព្រោះអូនឯងជាអ្នកទុកដាក់នៅលើប្រពន្ធគ្រប់យ៉ាង ចាតែតើប្រមូលបច្ច័យនោះទៅធ្វើអីដែរខ្ញុំអាចសុំដឹងផងបានទេខ្ញុំសុំមើលលិខិតបញ្ជាក់ផងខ្ញុំចង់ពិនិត្យឲ្យកាន់តែប្រកបនៅក្នុងចិត្ត តាជ្រុះបានហើយចៅអើយដើរមកតាមផ្លូវមានចម្ងាយឆ្ងាយណាស់ចៅទាំងពីរគ្រាន់តែដាក់បច្ច័យមកបានហើយមិនបាច់សួរនាំអីច្រើនពេកទេ ខ្ញុំមិនបានសួរនាំច្រើនទេខ្ញុំគ្រាន់តែចង់ឲ្យប្រកបនៅក្នុងចិត្តតើហ៊ានចូលបច្ច័យនោះទៅតាទាំងពីរ ចៅស្រីនិយាយដូចនេះចេញមកមានបំណងស្អី
ប្រុងថាតាទាំងពីរជាមនុស្សបោកប្រាស់មែនទេតាចំណាស់នេះទៅហើយតាទៅធ្វើអញ្ចឹងដើម្បីអីម្បាញ់មិញឮមកថាចៅស្រីជាអ្នកកាន់លុយទៀតមិនឲ្យប្តីជាអ្នកទុកដាក់ទេចៅស្រីកុំធ្វើដូច្នេះអីណាគេជាមេគ្រួសារឲ្យប្តីទុកដាក់លុយកាក់ទៅទាល់តែធ្វើបែបហ្នឹងទើបសល់លុយសល់កាក់បើចៅឯងជាអ្នកទុកលុយទៅបានលុយឯណាសល់បើងាកទិញនេះទិញនោះតើលុយដែលប្តីគ្នាខំរកមកមិននឹងគង់ទៅជំនឿនេះគឺពិតណាចៅជឿតាដែលជាមនុស្សចាស់នេះមិនខុសទេដឹងតែរកស៊ីកាក់កបនឹងមិនបាត់លុយចេញទៅណាផ្ដេសផ្ដាសឡើយព្រោះអីលុយនៅនឹងប្តីពេលត្រូវការអីយើងសុំជាប្រពន្ធសុំប្រមាណក៏គេអាចដឹងដែរតែបើទុកនៅនឹងខ្លួនយើងចៅនឹងបាត់លុយគ្មានដឹងមុខមាត់ទេនិយាយច្រើនពេកហើយវាលើសហើយគេសង្ស័យចាប់ថ្នាក់បានមិនខានទេសុំទោសណាតែខ្ញុំស្ដាប់យូរទៅតាដូចជាអ្នកដែលមកបន្លំទេមិនមែនជាតាអាចារ្យពិតប្រាកដទេមកទៅនោះចង់បោកប្រាស់ខ្ញុំមែនទេហើយជំនឿពីខាងណាដែរប្រាប់មកអញ្ចឹងនោះបាត់ទុកលុយនៅប្តីគេដកចៃផឹកស៊ីជាមួយបងភឿនគេអស់ចង់ខែដឹងតែអំបិលហើយតានឹងមកទទួលខុសត្រូវលើជីវិតរបស់ខ្ញុំតែមែនទេធ្វើអញ្ចឹងខុសគេល្អអស់ហើយដែលមកបន្លំខ្លួនធ្វើជាអ្នកដែររៃអង្គាសតាមផ្ទះអញ្ចឹងនោះយើងគួរតែចាក់ចេញទៅវិញទៅប្រសើរជាងនៅបន្តទៀតមិនបានទេណែចៅបើមិនចូលបច្ច័យក៏បានដែរណាតាសុំលាចៅទាំងពីរទៅវិញហើយតោះយើងនៅបន្តទៀតដឹងតែស្ពៃហើយខ្ញុំមិនឲ្យទៅណាទេខ្ញុំយកទៅឲ្យមេភូមិរបស់ខ្ញុំចាត់ការចេញតែម្ដងចេះមានគំនិតបោកប្រាស់លើអ្នកដទៃទៅកើតនៅដល់កាលទៀតតោះយើងរត់មិននៅទៀតទេខ្ញុំមិនឲ្យរួចខ្លួនជាដាច់ខាតស្គាល់ខ្ញុំតិចពេកហើយនិយាយចប់ហើយនាងក៏បានប្រឡែងឆ្កែរបស់នាងឲ្យដេញបរោះវ័យចំណាស់ទាំងពីរនោះហើយពូទាំងពីរអ្នកនោះរត់ប្រផាត់ប្រផៅតែក៏រត់ទៅមុខលេងកើតដោយសារតែឆ្កែដេញតន់ទិញខោរបត់ទាំងពីរនាក់តែម្ដងនៅផ្ទះរបស់មេភូមិប្រាប់ខ្ញុំមកហេតុអីក៏អ្នកទាំងពីរទៅធ្វើដូច្នេះបោកប្រាស់គេដើរប្រមូលលុយតាមផ្ទះហើយតាំងខ្លួនថាជាអ្នកធ្វើបុណ្យមិនខ្លាចបាបទេអីដែលយកឈ្មោះបុណ្យនេះបុណ្យនោះភូតផោថាវត្តណាមួយអញ្ចឹងនោះចេះតែងខ្លួនបន្លំអញ្ចឹងទៅកើតដល់ពេលធ្វើដូច្នេះពេលមានអ្នកដែលគាត់ត្រូវដើរតាមផ្ទះរៃអង្គាសប្រាក់ពិតប្រកបមែនគេអាចនឹងគិតមិនល្អមិនខានទេថាជាជនបោកប្រាស់ក៏ព្រោះតែមានអ្នកដើរបន្លំមិនចេះរកស៊ីមុខរបរសុចរិតត្រឹមត្រូវអរគុណក្មួយទាំងពីរហើយណាដែលបានខាត់ទុកឲ្យពូម្នាងថ្ងៃនេះមិនក៏ស្អាតប្លែកម្លេះខុសពីរាល់ដងដែលមើលមិនសូវចូលភ្នែកពូមេភូមិខ្ញុំអត់បានសប្បាយចិត្តជាមួយសម្ដីពូទេសរសើរឬក៏បង្អាប់នឹងពូតសើអន្តើក្មួយស្អាតមែនទៅផ្សារចុះក្មួយទុករឿងនេះឲ្យពូចាត់ការបើអញ្ចឹងខ្ញុំនឹងប្រពន្ធសំលាសិនឲ្យបានចំប៉ាក៏បានដុបប្រពន្ធចេញពីផ្ទះមេភូមិប្រាប់ខ្ញុំមកហេតុអីក៏អ្នកទាំងពីរធ្វើដូច្នេះលោកមេភូមិអើយឲ្យខ្ញុំសុំទោសផងណាព្រោះខ្ញុំមិនដឹងថាខ្ញុំត្រូវប្រកបការងារអីហើយណាមួយទាល់កំណត់ដោយដោះទុកមកពេលតែមិនដឹងថាមកជួបមីអូននោះវាលេងចាស់ដៃចាប់បានភ្លាមនៅកន្លែងដូច្នេះតែម្ដងលើកលែងឲ្យខ្ញុំផងទៅទាំងនេះគឺខ្លាខ្ញុំជាអ្នកបបួលទេខ្ញុំមិនចង់មកជាមួយប្រមាណទេពេលមានរឿងលើកដាក់មកឲ្យយើងជាខ្លើនឹងគ្នាយ៉ាងម៉េចមិនចេះនៅជាមួយគ្នាជាធ្លុងមួយអញ្ចឹងខ្ញុំនឹងធ្វើកំណត់ហេតុហើយបញ្ជូនទៅឲ្យខាងប៉ូលីសដោះស្រាយបន្តខ្ញុំមិនអាចទុកបានទេព្រោះអ្នកទាំងពីរដើរបោកគេច្រើនណាស់មកហើយបើមិនចង់ជួបប្រទះរឿងដូចនេះទេកុំប្រព្រឹត្តវាអីបរោះវ័យចំណាស់ទាំងពីរក៏ត្រូវបញ្ជូនទៅកាន់ប៉ុស្តិ៍ប៉ូលីសដើម្បីឲ្យខាងប៉ូលីសជាអ្នកដែលចាត់ការបន្តមកដល់ក្នុងផ្សារមុនរាទិញម្ហូបរួចរាល់ប្តីក៏បាននាំប្រពន្ធទៅទិញសម្លៀកបំពាក់អូនខោអាវស្អាតណាស់អូនអញទិញទុកស្លៀកទៅរាល់ថ្ងៃបងឃើញអូនអញស្លៀកពាក់តែដដែលមិនចេះទិញថ្មីសោះអនឡាញក៏មិនចេះទិញដើរផ្សារក៏មិនចេះមើលស្អីផ្សេងក្រៅពីម្ហូបគ្រឿងទេសក្នុងផ្ទះដែរបើបងជាអូនវិញបងប្រហែលជាទិញខ្ទេចខ្ទីអស់ហើយលុយប្តីជាអ្នករកមកឲ្យចាយយើងចាយខ្លះទុកខ្លះទៅវាមិនមែនជារឿងខុសច្បាប់ទេហើយបងក៏មិនដែលទៅថាស្អីដែរខ្ញុំធ្វើតាមម៉ែខ្ញុំពេលខ្ញុំនៅក្មេងអាយុ10ឆ្នាំជាងខ្ញុំមិនដែលឃើញម៉ែទិញអ្វីល្អៗសម្រាប់ខ្លួនគាត់ឡើយ
ក្រៅពីរៀបចំបាយម្ហូបទិញគ្រឿងប្រើប្រាស់សម្រាប់ប្តីនិងកូនហើយពេលដែលម៉ែត្រូវការទិញអីម្ដងគាត់ប្រើពេលគិតយូរអើយសាន់យូរតែពេលដែលទិញរួចត្រូវមាត់ពុកគាត់ស្ដីថាឲ្យសពគ្រប់ខ្ញុំខ្លាចប្រវត្តិសាស្ត្រច្រំដែលទើបខ្ញុំមិនហ៊ានទិញព្រោះពេលហ្នឹងណាពុកដឹងតែពីលុយរបស់គាត់ដែលរកបានតែគាត់មិនដែលដឹងថាម៉ែត្រូវប្រឹងត្បិតត្បៀតប៉ុណ្ណាឡើយពេលម៉ែទិញគ្រឿងប្រើប្រាស់ក្នុងផ្ទះគាត់ក៏ស្ដីបន្ទោសទិញអីក៏ថ្លៃម្លេះមិនចេះកាត់ចេះតែចាយមិនគិតពីអ្នកប្រឹងរកព្រោះពាក្យសម្ដីទាំងអស់នេះហើយធ្វើឲ្យខ្ញុំចងចាំហើយក៏ឈឺចិត្តណាស់ដែរពុកមិនដែលផ្ដល់តម្លៃឲ្យប្រពន្ធកូនហើយគាត់តែងតែចេះស្ដីពាក្យអសុរោះយកអ្នកក្រៅសំខាន់ជាមនុស្សក្នុងគ្រួសារ បងអត់មែនឪពុកអូនឯងទេកុំគិតថាបងដូចគាត់អីបងជាអ្នកដតីពីគាត់ហើយបងជាប្តីរបស់អូនកុំគិតរឿងកន្លងហួសធ្វើអីដែលអូនចង់ធ្វើព្រោះបងជាអ្នកមើលថែអូននៅក្នុងពេលនេះអត់ពីគាត់ទៅអូនសល់បងនៅមានម្ដាយ បងឯងមិនថាអីប៉ិតមែនទេព្រោះតែខ្ញុំធ្លាប់មានប្រវត្តិបែបនោះតើខ្ញុំចេះតែកាត់និងខ្លាចពីរឿងហ្នឹង កុំខ្លាចបើអូនឯងបានប្តីដែលគ្រប់គ្រងគ្រប់យ៉ាងពេកមិនផ្ដល់សិទ្ធឲ្យទេអូនលេងគេទៅព្រោះបើគេស្រឡាញ់យើងគេមិនខាត់ខាំងយើងគ្រប់រឿងពេកនោះទេលុះត្រាតែរឿងណាដែលវាប៉ះពាល់អាក្រក់ចំពោះអូនទៅគេហាម អរគុណហើយណាប្តីបានចឹងសូមធ្វើតាមចិត្តខ្លួនឯងមើលស្រឡាញ់ហើយណា អូខេធ្វើទៅបងអត់ហាមឃាត់ទេ ប្រមូលឲ្យអស់តែម្ដង កុំអស់ខ្លាំងពេកប្រយ័ត្នចុងខែអត់លុយទៅដើរលេងជុំមិត្តភ័ក្ដិអូនឯង ខ្ញុំដឹងហើយខ្ញុំចេះតែប៉ាន់ស្មានតាទិញអីវ៉ាន់រួចរាល់អ្នកទាំងពីរក៏បានចាក់ចេញទៅនាពេលថ្ងៃរសៀលម៉ូតូហុយផ្សែងទ្រលំជិះមកឈប់នៅឯវាលស្រែហើយក៏បានចុះទៅអង្គុយនៅក្នុងខ្ទម អូនឯងមកចាំបងយូរហើយនៅបងរវល់នៅចំការតលតាអាសៀលទៅបានទំនេរកុំខឹងងបងអីណាយើងចាស់ដែរហើយមិនបាននៅក្មេងទៀតទេរឿងណាតិចតួចអីយើងបោះវាចោលទៅអូន ខណៈនោះអ្នកដែលងាកមកមិនមែនជាមនុស្សដែលគាត់បានណាត់ជួបឡើយតែជាកូនស្រីរបស់គាត់នោះទេ មីអូនហើយមកនឹងរកអីកូនមិននៅផ្ទះដាំបាយធ្វើម្ហូបចេះមកនៅស្រែអង្គុយក្នុងខ្ទមតកើតបើនរណាម្នាក់វាមានបំណងមិនល្អមកលើកូនតើកូនឯងគិតយ៉ាងណាមិនចាប់ផន់វាទៅហើយទេអីយីកូននេះយ៉ាប់ត្មង ខ្ញុំចាប់បានប៉ុណ្ណឹងហើយពុកនៅតែហ៊ានស្ដីបន្ទោសថាឲ្យខ្ញុំទៀតម៉ែស្លាប់មិនតាន់បានកន្លះឆ្នាំផងពុកចង់មានថ្មីវាឆាប់ពេកហើយតែដឹងពុកដូចជាមិនគោរពដល់ម៉ែសោះ កូនពុកត្រូវការអ្នកលួងលោមមើលថែកូនឯងមិនយល់ពីចិត្តពុកក៏មិនអីដែរតែគួរតែយល់ដល់បំណងចុងក្រោយរបស់ម៉ែកូនព្រោះគេបានផ្ដាំថាឲ្យពុករកម្ដាយថ្មីដើម្បីមើលថែទាំលើកូនពុកអត់ដែលចង់ទេណាកូនកូនត្រូវដឹងថាពុកជាមនុស្សដែលចង់ឲ្យក្រុមគ្រួសារមានសុភមង្គលខ្លាំងណាស់ដូច្នេះហើយកូនត្រូវតែធ្វើតាមពុកថ្ងៃអនាគតកូននឹងមានម្ដាយថ្មីដែលអាចមើលថែលើកូនបាន ខ្ញុំធំប៉ុណ្ណឹងហើយមិនចាំបាច់អីត្រូវការអ្នកមើលថែទៀតទេខ្ញុំអាចមើលថែខ្លួនឯងបាន តែពុកមើលថែខ្លួនឯងលេងបានហើយពុកត្រូវការអ្នកមកថ្នមថែជំនួសម៉ែកូន ខ្ញុំពិបាកខាត់ពុកណាស់ពុកធ្វើចោះបើពុកយល់ថាដើម្បីបំពេញបំណងរបស់ម៉ែនោះ អរគុណហើយកូនស្រីពុកអញ្ចឹងយើងទៅផ្ទះវិញ ចាឪពុកកូនអ្នកទាំងពីរក៏បានចាក់ចេញទៅនាពេលជប់ឡើងមនរាបានអាំងមាន់នៅលើភ្នក់ភ្លើងនៅមុខផ្ទះតែរំពេចនោះក៏មានអ្នកមកកាន់ចានរត់ចូលមកអង្គុយក្បែរប្តីប្រពន្ធអ្នកទាំងពីរមករកអីថ្មនេះហើយមិនគិតដេកពួនទេកាន់ចានមករកអី ព្រោះមន់អាំងក្លិនវាឈ្ងុយដល់ផ្ទះខ្ញុំដេកវាអត់លក់ខ្ញុំក៏សម្រេចចិត្តថាមកកាន់ទីនេះតែម្ដងទៅសុំផ្លូវមួយមកបានហើយខ្ញុំនឹងទៅផ្ទះខ្ញុំវិញភ្លាម អីក៏ងាយយ៉ាងនេះសុំសុទ្ធតែផ្លូវស្លាប់មិនចេះហូបទេអីខ្ញុំបើប្តីខ្ញុំដែលធ្វើការហត់នឿយត្រឹមជាអ្នកចិត្តខាងរំលងដល់ទៅផ្ទះ3ក្លិននៅតែហៅដល់ទៀតសុំសរសើរហ្មងហើយចំមកអីក៏វៃម្លេះ សុំផ្លូវមួយមកថ្ងៃនេះតែងខ្លួនស្អាតអញ្ចឹងសង្ឃឹមថាមិនចាត់អាក្រក់ដូចសម្រស់រាល់ថ្ងៃទេព្រោះថារាល់ថ្ងៃយ៉ាប់ភ្នែកមើលណាស់សក់មិនសិតមុខមិនចង់លុបខោអាវស្លៀកដដែលបើចាត់អាក្រក់ខ្ញុំមិនថាទេតែឥឡូវជាស្រីស្អាតហើយចែកផ្លូវមន់ឲ្យខ្ញុំមួយមកពីរអ្នកឯងហូបផ្លូវមួយពីរអ្នកចុះ ខ្ញុំមិនឲ្យជាដាច់ខាតបាញ់ចែករើអាំងម្លេះតើតែមនុស្សស្រីនោះស្អាតតែងខ្លួនលយលាបក្រែមលាបម្សៅទៅចិត្តល្អមែនចុះមនុស្សស្រីដែលមិនធ្វើខ្លួនចិត្តល្អមិនបានទេអីខ្ញុំអត់ចង់ស្ដាប់ឯងទៀតទេចេញពីផ្ទះរបស់ខ្ញុំជាប្រញាប់ទៅមុននឹងខ្ញុំអស់ការអត់ធ្មត់សម្រាប់រឿងមួយនេះ ធ្វើចិត្តឲ្យតិចទៅអូនយ៉ាងណាក៏គួរតែឲ្យកញ្ញាំជើងគ្នាមួយចំហៀងដែរគ្នាខំរត់មកពីចម្ងាយទៅហើយនឹង
យើងជាអ្នកភូមិតែមួយអូនឲ្យកញ្ចក់ជើងមួយទៅបានហើយសុំផ្លូវឲ្យកញ្ញាំជើងអ្នកណាទៅមានអារម្មណ៍ហូបមក ចិត្តច្រើនទៀតទេថាឲ្យខ្ញុំញ៉ាត់ហើយនៅមានមុខចង់បានរបស់គេទៅហូបទៀតខ្ញុំមិនឲ្យទេថយភ្លាមទេមនុស្សណាក៏ចេះខឹងពេលគេសាច់ដតីមកថាឲ្យខ្លួនឯងអញ្ចឹងនោះ ទុកហូបតែពីអ្នកប្តីប្រពន្ធចុះចិត្តកំណាញ់ណាស់សង្ស័យតែមន់នេះសាច់ស្វិតដែរផងក៏មិនដឹង សាច់វាស្វិតត្រូវហើយព្រោះជាមន់ស្រែហាមន់ខ្ញុំចិញ្ចឹមតម្រាំតែដាច់ចិត្តអញវាមិនមែនជារឿងងាយទេ មិនអីទេអញ្ចឹងលាសិនហើយកុំតែអើតពេលខ្ញុំមានរបស់ឆ្ងាញ់ហូបវិញណា ថាចប់ហើយគេក៏បានចាក់ចេញទៅ អូនមិនឲ្យគេមែនទេណា គេនិយាយស្ដីថាឲ្យប្រពន្ធបែបហ្នឹងហើយបងឯងនៅគិតពីរឿងសម្ដេចចិត្តល្អទៀតអីហាខ្ញុំទប់ចិត្តមិនបានទេ បងតាមចិត្តប្រពន្ធបងគ្រប់យ៉ាងឲ្យតែប្រពន្ធថាបែបណាល្អបងមិនជំទាស់ទេ ចាលោកប្តីហូបទៅផ្លូវមន់សម្រាប់តែប្តីទេ បានអរគុណ នាថ្ងៃបន្ទាប់ម្ដាយរបស់មុនរ៉ាក៏បានមកលេងផ្ទះរបស់នាងខណៈដែលប្តីរបស់នាងទៅធ្វើការបាត់ហើយថ្ងៃនេះខ្យល់បក់អីមកដល់ផ្ទះខ្ញុំឬក៏ម៉ែនឹកពកម៉ែគាត់ទៅច្រើនឆ្នាំហើយគាត់ទៅកន្លែងដែលបានសុខហើយណាម៉ែម៉ែកុំគិតពីគាត់ទៀតអីពេលដែលគាត់នៅមានជីវិតគាត់តែងតែធ្វើរឿងដែលនាំទុក្ខដល់ម៉ែច្រើនជាងម៉ែសើចសប្បាយណាម៉ែនៅតែគិតដល់គាត់ទៀតទេម៉ែនៅតែនឹករលឹកពីពុកកូនទោះបីជាគាត់ជាមនុស្សបែបណាក៏ដោយពេលគាត់នៅរស់ជាប្តីប្រពន្ធធ្វើមិននឹងអាចកាត់ផ្ដាច់បានទៅកូនត្រឹមតែជាកូនមិនដឹងទេណាថាម៉ែមានអារម្មណ៍បែបណានោះខ្ញុំយល់ហើយម៉ែតែគាត់លេងនៅច្រើនឆ្នាំហើយគាត់ប្រហែលជាទៅកើតជាមនុស្សថ្មីបាត់ហើយម៉ែគួរតែកាត់ចិត្តបានហើយណាម៉ែមករកកូនដោយសារតែនឹកកូនផងបានជាមកអើតនោះម៉ែមកល្អហើយខ្ញុំជូនលុយខ្លះដល់ម៉ែទុកពិសាអីណានិយាយហើយកូនស្រីក៏បានជូនលុយទៅម្ដាយចំនួន20,000រៀលអើយកូនឲ្យម៉ែច្រើនម្លេះម៉ែយកតែ20,000បានហើយទុកទៅណាកូនប្តីប្រពន្ធកូនអាចនឹងត្រូវការប្រើប្រាស់អ្វីចាំបាច់កុំឲ្យវាខ្វះមុខខ្វះក្រោយណាម៉ែទទួលយកចាស់ប្តីខ្ញុំគាត់ចិត្តទូលាយណាស់គាត់មិនប្រកាន់ទេគាត់តែងតែប្រាប់ខ្ញុំថាឲ្យធ្វើបែបនេះជាមួយម៉ែម៉ែនៅម្នាក់ឯងណាម៉ែត្រូវការលុយប្រើប្រាស់ច្រើនម៉ែមានដំណាំបន្លែនៅក្រោយផ្ទះផងមុខផ្ទះផងមិនខ្វះអីហូបទេណាកូនតែយ៉ាងណាក៏ទុកទៅណាម៉ែដើម្បីប្រើការចាំបាច់ខ្ញុំអាចជាមិននៅផ្ទះពេលដែលម៉ែមករកអរគុណហើយណាចាំម៉ែយប់ឡើងពេលរៀបចំបាយទឹករួចបាត់ប្រពន្ធពីតុបាយចំប៉ាក៏បានទៅរកដល់ក្នុងបន្ទប់ដេក អូនធ្វើអីលួចលាក់ស្អីពីបង បងឯងជឿដែរទេពីរឿងពូពីរអ្នកដែលគាត់បាននិយាយថាប្រពន្ធទុកលុយមិនសល់នៅចាំដែរទេជំនឿរបស់គាត់នោះ អូនឯងតែគិតស្អីបែបហ្នឹងវាមិនមែនជាជំនឿអីទេអូនបែបនោះគេហៅថាជំនឿផ្ទាល់ខ្លួនរបស់គាត់ដែលជាបរិសម្នាក់ដែលកាន់កាប់លុយរកបានមកទុកខ្លួនឯងមិនឲ្យប្រពន្ធកាន់កាប់វាមិនមែនអាស្រ័យលើប្តីទុកលុយទៅផ្សល់ទេវាស្ថិតនៅលើមនុស្សតាបើបុគ្គលម្នាក់នឹងចេះសន្សំត្បិតត្បៀតវាច្បាស់ជាសល់ហើយតែបើបុគ្គលម្នាក់នឹងចាយមិនត្បិតត្បៀតបានអីសល់តែបងទុកចិត្តលើប្រពន្ធបងទុកឲ្យប្រពន្ធបងជាអ្នកកាន់កាប់លុយកាក់បងអ្នករងអូនជាអ្នកតុងតែទោះបីជាប្រពន្ធប្រើការលើអីក៏បងមិនថាដែរឲ្យតែប្រាប់បងពីហេតុផលច្បាស់លាស់បងមិនចង់ឲ្យមានពាក្យថាទុកប្រពន្ធប្តីកាន់លុយនោះទេចង់ទិញអីមួយរៀបរាប់បែកអូហូចជាស្ទឹងតែអូនឯងទិញអីក៏បងដឹងប្រាប់បងរហូតហ្នឹងហើយហេតុផលមួយច្បាស់លាស់ណាស់ ថ្ងៃនេះខ្ញុំជូនលុយម៉ែខ្ញុំ20,000បងឯងថាអីអត់នឹង គាត់នៅម្នាក់ឯងជូនលើសហ្នឹងក៏បងមិនថាអីដែរគាត់ជាម៉ែរបស់អូនហើយក៏ដូចជាម៉ែរបស់បងដែរកុំភ័យខ្លាចថាបងដេញដោលឬក៏រំលឹកអីព្រោះបើដូច្នេះគេហៅថាប្រកាន់ច្រើនជ្រុល អរគុណណាស់ដែលបងជោគយល់ចាប់ពីថ្ងៃនេះទៅខ្ញុំតែងខ្លួនស្អាតវិញហើយព្រោះបើសម្រាប់ធ្លាក់ពេលដែលមានប្តីនោះច្បាស់ណាស់ថាប្តីបែកឆ្វេង បងស្មានតែបែកក្បាល នរណាហ៊ានដាក់បងបែកក្បាលទៅតែបើបែកឆ្វេងកំភៃអីណាស្ដាំក៏បែកដែរហាបែកក្បាលទាំងឆ្វេងទាំងស្ដាំតែម្ដង អញ្ចឹងយើងទៅបាយទឹកជុំគ្នាបានហើយបងបាយម្នាក់ឯងតបប្រមល់ណា ចាប់ប្តីប្រពន្ធចេះជោគយល់ចេះកែតម្រូវគ្នាទៅរស់នៅប្រកបដោយសុភមង្គលហើយអាចផ្ដល់សុភមង្គលនោះឲ្យគ្នាយ៉ាងងាយ